តោះសួស្តីបងប្អូនអរគ្នាបាទខាងចេញវីដេអូតុងម៉ាត់ចិត្តអីហើយថ្ងៃនេះខ្ញុំចង់និយាយតាក់ទងនឹង topic មួយដែលកំពុងតែក្តៅបាទហើយដោយសារតែមួយយ៉ាងនេះខ្ញុំធ្វើដំណើរតាមផ្លូវបាទដំណើរតាមផ្លូវមកធ្វើការនេះគឺឃើញមានកន្លែងថ្មីបាទជាការ៉ាស់លក់ឡានគាត់បើកថ្មីគាត់បាទមានឡានលក់ច្រើនជាច្រើនបងប្អូនបាទលក់ជាច្រើនសិតតែឡានបាទមិនថាឡានប្រភេទឡានដែលនាំចូលពីជប៉ុនឬក៏នាំចូលពីអាមេរិកទេគឺមានច្រើនមែនទែនបាទប៉ុន្តែបាទបងប្អូនគឺបងប្អូនអាចពិចារណាបានក្នុងការជ្រើសរើសទៅលើការ៉ាស់ណាដែលបងប្អូនមានទំនុកចិត្តអញ្ចឹងឡានបងប្អូនអាចធ្វើការទិញកន្លែងណាក៏បានដែរត្រូវអត់បងប្អូនបាទប៉ុន្តែបងប្អូនត្រូវគិតទៅលើចំណុចអីខ្លះដែលបងប្អូនគួរតែយកមកពិចារណាបាទដាក់លើតុដើម្បីពិភាក្សាមួយក្រុមគ្រួសារបងប្អូនមុននឹងសម្រេចចិត្តក្នុងការបាទទៅយកឡានទៅទិញឡាននៅការ៉ាស់នោះបាទអញ្ចឹងខ្ញុំមាន3ចំណុចដែលបងប្អូនត្រូវតែពិចារណាបាទអញ្ចឹងចំណុចទី1បាទទៅលើបាទបទពិសោធន៍បាទអញ្ចឹងការ៉ាស់មួយគឺបាទមានអាយុកាលខុសគ្នាបាទអញ្ចឹងជាទូទៅបងប្អូនបាទការ៉ាស់មួយគឺគាត់មានការហៅប្រវត្តិបាទនៃការបើកអញ្ចឹងខាង Top Auto វិញគឺថាយើងបើកបាទរយៈពេល10ឆ្នាំហើយបាទបទពិសោធន៍10ឆ្នាំអញ្ចឹងវាក្រាស់ក្រៅដែរក្នុងការផ្គប់ផ្គង់ទៅលើទីផ្សារសម្រាប់ប្រភេទឡានជប៉ុនបាទអញ្ចឹងបទពិសោធន៍កន្លងមកដល់នេះគាត់ថាវាច្រើនបាទយើងជួបទាំងដោះស្រាយច្រើនជួយបងប្អូនបាទអញ្ចឹងបងប្អូនក៏ស្គាល់ច្រើនដែរអញ្ចឹងអានេះគឺជាទំនុកចិត្តមួយបាទសម្រាប់បងប្អូនយកពិចារណាអញ្ចឹងរយៈពេលបទពិសោធន៍នៃការ៉ាស់មួយគឺខុសគ្នាអញ្ចឹងចំណុចទី2ចុះឥឡូវយើងចូលចំណុចទី2តាក់ទងទៅនឹងគុណភាពឡានអញ្ចឹងគុណភាពឡានគឺមានខុសគ្នាបងប្អូនបាទទោះតែបងប្អូនទិញខ្លាញ់គោឥឡូវបានដូចគ្នាតែប៉ុន្តែប្រភេទឡានជប៉ុនវិញគឺថាវាត្រឡប់ជាកូដអញ្ចឹងគុណភាពនៃការត្រឡប់ជាកូដគឺខុសគ្នាគឺយើងអត់អាចចូលតែមួយបានទេខ្ញុំសូមបញ្ជាក់បាទអញ្ចឹងនិយាយចំណុចល្អពីខាង Top Auto ទីចុះបាទគឺបាទចំណុចដែលយើងមានបច្ចុប្បន្ននេះគឺបាទគុណភាពបាទអញ្ចឹង Top Auto គឺយើងផ្ដោតលើគុណភាពបាទយើងអត់ផ្ដោតទៅលើតម្លៃខ្លាំងពេកទេធ្វើម៉េចយើងយកជំរើសពីជប៉ុនមកឡានដែលយើងរើសមកគឺទៅតែឡានដែលយើងបាទចម្រាញ់មកអញ្ចឹងឡានមួយសម្ដេចសម្រានយកមកឡានស្អាតអញ្ចឹងតម្លៃគឺថាវាអាចរៀងខ្ពស់ជាងបន្តិចបាទទៅលើទីផ្សារឬក៏ឥឡូវនេះគឺយើងបញ្ចុះតម្លៃបន្ថែមទៀតអញ្ចឹងគឺថាมันជាខុសគ្នាប្រហែលទេប៉ុន្តែគុណភាពគឺរក្សាដដែលបាទពីមុនអញ្ចឹងបងប្អូនដែលបាទមានតម្រូវការនៅក្នុងអំឡុងរដូវកាលក្នុងសេដ្ឋកិច្ចអញ្ចេះបងប្អូនចំណេញបាទចំណេញទុំ$500បាត់ទៅហើយបាទអញ្ចឹងបងប្អូនណាកុំគិតយូរគឺអាចអញ្ជើញមកធ្វើការជួបានបាទទៅ Top Auto ទៅលើគុណភាពគឺធានាជូនចំណុចទី3បាទទៅលើការធានាអញ្ចឹងការធានាគឺជាចំណុចមួយដែលក្តៅបាទដែលបងប្អូនត្រូវពិចារណាខ្លាំងមែនទែនបាទអញ្ចឹងឡានវាឡានគឺបងប្អូនអាចធ្វើការបាទប្រើរហូតវាចេះខូចទេបាទអញ្ចឹងការធានាគឺសំខាន់បាទខាង Top Auto គឺយើងធានារយៈពេល3ខែបាទពេញតែម្ដង3ខែពេញហើយចប់ធានាហ្នឹងគឺថាមិនចប់ទេបងប្អូនណាគឺយើងនៅធ្វើការយើងនៅតែ check ជូនបងប្អូនរហូតបាទអាចថាមួយជីវិតឡានគឺបងប្អូនតែម្ដងអញ្ចឹងបងប្អូនណារកការ៉ាស់ដែលមានក្រុមជាងជំនាញរកការ៉ាស់ដែលបាទស្តង់ដាររៀបចំគឺបងប្អូនអាចធ្វើការបាទមករកបាននៅការ៉ាស់ Top Auto អញ្ចឹងស្រមកវិញ3ចំណុចនេះគឺជាទុនមួយសម្រាប់បងប្អូនក្នុងការជ្រើសរើសបាទការ៉ាស់មានច្រើនការ៉ាស់ថ្មីជាច្រើនបាទអញ្ចឹងវីដេអូនេះរៀងវែងបន្តិចប៉ុន្តែខ្ញុំចង់បកស្រាយថាអានេះចំណុចដែលបងប្អូនត្រូវពិចារណាបាទអញ្ចឹងអរគុណច្រើនបងប្អូនដែលមានចម្ងល់បន្ថែមអាចធ្វើការសាកសួរនៅក្នុង comment បានអរគុណ